ថាមានរឿងអ្វីកើតឡើងក៏ដោយនៅក្នុងជីវិតមិនថាពេលនេះយើងជួបទុក្ខលំបាកមិនថាពេលនេះយើងត្រូវមានគេបោកប្រាស់លុយកាក់សង្សារក្បត់ចិត្តប្តីមានស្រីឬក៏រឿងរ៉ាវគ្រប់យ៉ាងដែលយើងគិតថាជីវិតយើងកំពុងតែជួបនៅការលំបាកវេទនាពាក្យពីរយ៉ាងដែលគួរនិយាយនោះគឺពាក្យថាអរគុណហើយនឹងសំណាងល្អអរគុណបែបម៉េចបើគេបោកខ្ញុំអរគុណដែលខ្ញុំជួបមនុស្សបែបនេះដើម្បីឲ្យខ្ញុំប្រយ័ត្ននៅថ្ងៃក្រោយខ្ញុំមិនជួបហេតុការណ៍បែបនេះទៀតទេអរគុណមនុស្សក្បត់នេះដែលចាកចេញពីជីវិតរបស់ខ្ញុំទៅថ្ងៃក្រោយខ្ញុំនឹងជួបមនុស្សល្អជាងនេះហើយពាក្យមួយទៀតគឺខ្ញុំតែងតែនិយាយគឺសំណាងល្អមែនទែនដែលរឿងរ៉ាវបែបនេះកើតឡើងលើជីវិតខ្ញុំកើតឡើងនៅក្នុងខណៈពេលដែលខ្ញុំមានអាយុដែលមិនទាន់ចាស់ជ្រុលអាចធ្វើឲ្យខ្ញុំមានផ្លូវដោះស្រាយបានអាចធ្វើឲ្យខ្ញុំនៅមានពេលវេលាជាច្រើនទៀតដើម្បីដោះស្រាយរឿងនឹងបានយើងស្ដាប់ពាក្យពីរនេះទៅមានអារម្មណ៍ថាហាក់បីដូចជាធម្មតាក៏ប៉ុន្តែពាក្យពីរនេះគឺជាពាក្យមួយដែលឲ្យ subconscious mind របស់យើងនេះវាចាប់ផ្ដើមទទួលយកថាទោះជាយ៉ាងណាក៏ដោយយើងក៏នៅតែមានសំណាងល្អទោះជាយ៉ាងណាក៏ដោយក៏យើងនៅតែបង្វែរស្ថានភាពដែលកំពុងតែពិបាកឬកំពុងតែកើតទុក្ខនោះឲ្យคล้ายទៅជាមានអារម្មណ៍មួយដែលល្អគិតនៅ positive នេះគឺជាអ្វីដែលយើងតែងតែនិយាយនឹង program ខ្លួនឯងអញ្ចឹងបើសិនជាយើងចង់ឲ្យជីវិតយើងរីករាយគេហៅថារូបភាពខាងក្រៅរបស់យើងនេះជួបនៅរឿងរីករាយសំប្រកបគ្រប់យ៉ាងទាំងអស់លុះត្រាតែយើងឲ្យចំណីដ៏ល្អទៅ subconscious mind របស់យើងដូចគ្នាដែរ